ក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចជំនួបរវាងឯកឧត្តមកែវរេមីទេសរដ្ឋមន្ត្រីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានិងលោកជំទាវ ម៉ាល់ទីដា ប៊ុកនើ អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជានារសៀលថ្ងៃទី 7 ខែកក្កដាឆ្នាំ 2026 ឯកឧត្តមកែវរេមីទេសរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាហៅកាត់ថាកសមកបានទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយលោកជំទាវ ម៉ាល់ទីដា ប៊ុកនើ អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា OHCHR នៅសាលប្រជុំរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាតែជំនួបនេះមានគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានិង OHCHR លើវិស័យសិទ្ធិមនុស្សក្រោយពីការសម្ដែងការស្វាគមន៍ចំពោះលោកជំទាវ ម៉ាល់ទីដា ប៊ុកនើ និងសហការីឯកឧត្តមកែវរេមីបានថ្លែងអំណរគុណចំពោះការបន្តកិច្ចសហប្រតិបត្តិការប្រកបដោយការស្ថាបនារបស់ OHCHR ជាមួយនឹងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជាមួយគ្នានេះដែរឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងពីការចូលរួមរបស់ប្រទេសកម្ពុជាជាមួយនឹងប្រទេសបារាំងក្នុងសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការធ្វើឲ្យលែងមានទោសជាសកលនៃការស្រឡាញ់ភេទដូចគ្នាToward Universal Decriminalization of Homosexuality ដែលគ្រោងនឹងអនុម័តអំឡុងសម័យប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី 62 ឆ្លៀតក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានលើកឡើងអំពីសកម្មភាពផ្សេងៗរបស់ភាគីថៃនិងស្ថានភាពជាក់ស្ដែងនៅតាមតំបន់ព្រំដែនកម្ពុជាថៃដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិជាពិសេសច្បាប់សិទ្ធិមនុស្សនិងច្បាប់មនុស្សធម៌អន្តរជាតិរួមមានការរើសអើងចំពោះពលករទេសចរប្រវេសកម្ពុជាដែលធ្វើការនិងរស់នៅក្នុងប្រទេសថៃរួមទាំងការគំរាមកំហែងនិងការប្រើប្រាស់អំពើហិង្សាក្នុងទម្រង់ផ្សេងៗការចាប់រំលោភបោកយ៉ាងព្រៃផ្សៃចំពោះពលករនីខ្មែរចំណាក់ស្រុកម្នាក់ពីសំណាក់យោធាថៃនៅពេលត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញការវាយប្រហារដោយមិនរើសគោលដៅចូលជ្រៅមកលើដែនអធិបតេយ្យរបស់ប្រទេសកម្ពុជាដោយប្រើប្រាស់អាវុធធុនធ្ងន់គ្រាប់បែកចង្កោមផ្សែងពុលនិងយន្តហោះចម្បាំងប្រភេទ F-16 Gripenនិង T-50 បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិឯកជននិងសាធារណៈរួមទាំងប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកនិងបង្កឲ្យមានជនភៀសសឹកជាង 64,000 នាក់ការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង Fait accompli តាមរយៈការឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋនិងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងតំបន់ឈ្លានពាននិងបន្តកាន់កាប់ដោយខុសច្បាប់និងការលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃទោះបីជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់កាលពីថ្ងៃទី 27 ខែធ្នូឆ្នាំ 2025 ក៏ដោយក៏រហូតមកដល់ពេលបច្ចុប្បន្ននេះជនភៀសសឹកជាង 20,000 នាក់មិនអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនបាននោះទេដោយសារការកាន់កាប់ទឹកដីប្រទេសកម្ពុជាដោយខុសច្បាប់របស់យោធាថៃការដាក់ពង្រាយបន្លាលួសនិងទូកុងតឺន័រក៏ដូចជាការបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងឱកាសនោះលោកជំទាវ ម៉ាល់ទីដា ប៊ុកនើ បានថ្លែងអំណរគុណចំពោះឯកឧត្តមទេសរដ្ឋមន្ត្រីចំពោះកិច្ចស្វាគមន៍ដ៏កក់ក្ដៅនិងបានចែករំលែកព័ត៌មានដ៏មានសារៈសំខាន់ព្រមទាំងបានសម្ដែងនូវសេចក្តីសោមនស្សរីករាយដែលរាជរដ្ឋាភិបាលកម្ពុជាបន្តលើកកម្ពស់និងការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នារួមទាំងការពិចារណាលើការផ្ដល់សច្ចាប័នចំពោះពិធីសារទី 2 ស្តីពីការលុបបំបាត់ទោសប្រហារជីវិតនៃកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយលោកជំទាវក៏បានបញ្ជាក់បន្ថែមថា OHCHR បានតាមដានដោយយកចិត្តទុកដាក់និងបានចុះទៅជួបផ្ទាល់ជាមួយជនភៀសសឹកកម្ពុជាដើម្បីស្វែងយល់ពីស្ថានភាពរស់នៅរបស់អ្នកទាំងនោះផងដែរជាចុងក្រោយឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ OHCHR ចំពោះការយកចិត្តទុកដាក់ចុះសួរសុខទុក្ខក៏ដូចជាពិនិត្យស្ថានភាពជាក់ស្ដែងរបស់ជនភៀសសឹកកម្ពុជាកិច្ចជំនួបនេះប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាលយោគយល់និងទទួលបានលទ្ធផលគួរជាទីពេញចិត្ត